បាទសួស្តីថ្ងៃនេះខ្ញុំសូមធ្វើបច្ចុប្បន្នភាពទាក់ទងនឹងលទ្ធផលសម្ភាសស្នើសុំ Green Card លើទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី22ខែឧសភាឆ្នាំ2026ទោះបីជា USCIS បានចាញ់សេចក្តីណែនាំដល់មន្ត្រីក្រមអាវ៉ាតឲ្យរឹតបន្តឹងលើអ្នកដាក់ពាក្យស្នើសុំ Green Card យ៉ាងម៉េចក៏ដោយនីតិវិធីគឺនៅតែដំណើរការធម្មតាក្រុមហ៊ុនយើងខ្ញុំមានអតិថិជន2នាក់ដែលជានិស្សិតគាត់បានរៀបចំឯកសារតាមរយៈក្រុមហ៊ុនដាក់ពាក្យស្នើសុំ Green Card តាំងពីដើមខែ1ឆ្នាំ2026ដើមខែមករាគាត់បានចូលសម្ភាសសុំ Green Card នៅថ្ងៃទី26និងថ្ងៃទី27ខែឧសភាឆ្នាំ2026ពោលក្រោយការណែនាំរឹតបន្តឹងប្រហែលថ្ងៃប៉ុណ្ណោះពេលដែលគាត់ចូលសម្ភាសលទ្ធផលមិនមានអ្វីប្រែប្រួលទេគឺនីតិវិធីសម្ភាសគឺធម្មតាឯកសារដំណើរធម្មតាអ្វីដែលថ្មីបន្តិចមន្ត្រី USCIS គេសម្ភាសសួរនាំពួកគាត់លើសំណួរ3ថ្មីសំណួរ3ដែលចេញមកថ្មីទី1សួរថាហេតុអ្វីអ្នកមិនទៅដាក់ពាក្យស្នើសុំ Green Card ពីប្រទេសរបស់អ្នកតាមរយៈស្ថានទូតហេតុអីទី1ទី2ប្រសិនបើអ្នកត្រឡប់ទៅស្រុកខ្មែរឬស្រុកអ្នកនឹងដើម្បីដាក់ពាក្យស្នើសុំ Green Card តើអ្នកជួបការលំបាកអីដែរឬទេទី3តើអ្នកមានចំណងអ្វីដ៏រឹងមាំនៅអាមេរិកដែរឬទេដែលធ្វើឲ្យអ្នកមិនអាចត្រឡប់ទៅស្រុកវិញដើម្បីស្នើសុំ Green Card បាទនេះគឺជាសំណួរថ្មី3ដែលមន្ត្រី USCIS ហ្នឹងគេសួរគេសម្ភាសមកលើអតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំចំណែកសំណួរប្រមាណ10ផ្សេងទៀតគឺសំណួរធម្មតាសួរតាក់ទងលើប្រវត្តិស្នេហាលើតំណងស្នេហារបស់ពួកគាត់លើនរណាជាអ្នក join sponsor ខសាញអីឡាក់ដង្លាក់នោះជារឿងធម្មតាតែសំណួរ3ហ្នឹងគឺគេសួរអញ្ចឹងសម្រាប់និស្សិតដែលកំពុងបន្តការសិក្សានៅសហរដ្ឋអាមេរិកនៅតែបន្តរៀបចំឯកសារដាក់ពាក្យស្នើសុំ Green Card បានដូចធម្មតាតាមរយៈប្តីប្រព័ន្ធធានាតាមរយៈ EB3 តាមរយៈម៉ែឪធានាអីបានធម្មតារីឯម្ដាយឪពុកដែលកាន់វីសា B1 B2 មកលេងសហរដ្ឋអាមេរិកកូនដែលមានសញ្ជាតិនៅតែអាចដំណើរការឯកសារស្នើសុំធានាម៉ែឪឲ្យរស់នៅតែម្ដងនិងស្នើសុំ Green Card ជូនពួកគាត់បានដូចធម្មតាអ្វីដែលប្រែប្រួលគឺមន្ត្រី USCIS គេណែនាំឲ្យមន្ត្រីក្រមអាវ៉ាតនឹងពិនិត្យឯកសារឲ្យបានហ្មត់ចត់មិនមែនជាច្បាប់ថ្មីអីទេមានតែសភាទេដែលអាចចាញ់សេចក្តីសម្រេចអនុម័តលើច្បាប់អញ្ចឹងច្បាប់អន្តរប្រវេសន៍ INA 245ហ្នឹងគេចាញ់តាំងពីឆ្នាំ1952ម្លេះជាង70ឆ្នាំមកហើយគេអនុវត្តគេអនុម័តឲ្យអ្នកដែលមានវត្តមាននៅសហរដ្ឋអាមេរិកហ្នឹងអាចដាក់ពាក្យស្នើសុំ Green Card បានមួយសេរីអត់មានបញ្ហាទេហើយពេលសម្ភាសប្រសិនបើមន្ត្រី USCIS គេមើលឃើញថាគ្រប់លក្ខខណ្ឌគេចាញ់ Green Card ជូនដល់ពួកគាត់រស់នៅស្របច្បាប់អញ្ចឹងសរុបមកវិញករណីអ្នកដែលមានវត្តមាននៅសហរដ្ឋអាមេរិកនៅតែបន្តរៀបចំឯកសារដាក់ពាក្យស្នើសុំ Green Card បានដូចដដែលមិនមានអ្វីប្រែប្រួលនោះទេហើយក៏គ្មានករណីណាមួយគេហាមនោះដែរជាពិសេសជាក់ស្ដែងគឺភ្ញៀវរបស់ក្រុមហ៊ុនយើងខ្ញុំបានចូលសម្ភាសហើយរីឯលទ្ធផលដែលពួកគាត់ទទួលបានមន្ត្រី USCIS គេមិនតន់ចាញ់ជូនភ្លាមទេគេឲ្យពួកគាត់ត្រឡប់មកផ្ទះវិញហើយប្រាប់ថាសូមរងចាំលទ្ធផលតាមក្រោយគេនឹងជូនដំណឹងនេះជារឿងធម្មតាដូច្នេះលោកអ្នកនៅតែបន្តរៀបចំឯកសារបានប្រសិនបើលោកអ្នកគ្រប់លក្ខខណ្ឌបាទខ្ញុំបាទចៅមនីកាមេរ៉ាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានបើត្រូវការផ្នែកសេវាកម្មទិដ្ឋាការអាមេរិកបាទ